បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូបន្តទៀតនេះនៅក្នុងវីដេអូថ្មីនេះផងដែរគឺខ្ញុំបាទនឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីការបាចជីនៅលើដំណាំស្រូវ OM 5154តើស្រូវ OM 5154យើងគួរបាចជីវគ្គ1ហ្នឹងនៅអាយុប៉ុន្មានដែលកសិករជាទូទៅគឺគាត់តែងតែមានចម្ងល់ហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបកស្រាយនិងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីការបាចជីវគ្គ1នៅអាយុប៉ុន្មានចំពោះស្រូវ OM 5154ហើយក្នុងនោះផងដែរក៏ខ្ញុំនឹងបង្ហាញអំពីរូបមន្តឬក៏ជីដែលយើងគួរតែប្រើនៅក្នុងវគ្គ1នេះផងដែរជាទូទៅស្រូវ OM 5154យើងអាចបាចជីនៅចន្លោះអាយុពី15ថ្ងៃទៅ20ថ្ងៃហើយនេះគឺជាអាយុកាលមួយដ៏សមស្របបំផុតសម្រាប់ការបាចជីវគ្គ1របស់ដំណាំស្រូវ5154ផងដែរហើយចំណុចបន្តទៀតនេះផងដែរគឺខ្ញុំនឹងបង្ហាញអំពីប្រភេទជីដែលពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែប្រើប្រាស់នៅក្នុងវគ្គ1នេះផងដែរទី1នោះគឺនៅក្នុងវគ្គ1គឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចបាចនៅប្រភេទជីអ៊ុយរ៉េបូកជាមួយ DAP ហើយនៅក្នុងវគ្គនេះផងដែរគឺពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែលាយជីអ៊ុយរ៉េ50គីឡូបូកជាមួយនឹង DAP 50គីឡូផងដែរដើម្បីឲ្យស្រូវរបស់យើងហ្នឹងគឺបាចទៅគឺវាបែកគុំបានល្អហើយស្រូវហ្នឹងគឺវាបែកគុំបានល្អហើយគឺស្លឹករបស់វាគឺឡើងខៀវស្ងាត់ហើយគឺវាអាចល្អបានយូរផងដែរមួយវិញទៀតគឺវាអត់ងាយឆ្លងនៅជំងឺឬក៏ពពួកសត្វល្អិតប៉ុន្មាននោះទេហើយពុកម៉ែបងប្អូនទាំងអស់គ្នាមិនគួរណាវគ្គ1នេះមិនគួរប្រើនៅជីអ៊ុយរ៉េសតទេគួរតែបូកជីអ៊ុយរ៉េបូកជាមួយនឹង DAP ហើយយើងសរុបពីមុខនឹងបញ្ចូលគ្នាទៅគឺ100គីឡូក្រាមទី2នេះគឺប្រភេទជីដែលពុកម៉ែបងប្អូនគួរតែបាចនេះគឺវាមានលេខ27 12 6ជាទូទៅប្រភេទជីគឺវាមានច្រើនប្រភេទក៏ប៉ុន្តែជីដែលពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែប្រើនេះគឺមានលេខ27 6ហើយយើងបាចនេះគឺវាយើងគួរតែបាច100គីឡូក្រាមឲ្យដូចទៅនឹងកាបរូបមន្តទី1ដែរហើយយើងប្រើ100ក្រាមដូចគ្នា100គីឡូក្រាមសរុបទៅយើងអាចថាចន្លោះ2ក្រុងហើយទី3នេះគឺយើងពុកម៉ែបងប្អូនទាំងគ្នាក៏អាចបាចលេខ29 12 9លេខ22 29 12 9នេះក៏ពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែប្រើប្រាស់ផងដែរនៅក្នុងវគ្គ1នេះហើយបរិមាណក្នុងការប្រើប្រាស់យើងអាចប្រើប្រាស់100គីឡូក្រាមដូចគ្នាហើយសរុបជារួមមកគឺប្រភេទនិយាយទៅជីទាំង3រូបមន្តជីទាំង3នេះគឺពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែប្រើប្រាស់ហើយក្នុងនោះផងដែរគឺប្រភេទជីទាំងអស់នេះគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចរកទិញបាននៅតាមដេប៉ូលក់ជីលក់ថ្នាំកសិកម្មជាដើមហើយប្រភេទជីអ៊ុយរ៉េ DAP ហ្នឹងគឺវាមិនមានការវិបាកក្នុងការរកនោះទេគឺគ្រប់ដេប៉ូជីថ្នាំកសិកម្មគឺពួកគាត់តែងតែមានលក់ផងដែរហើយប្រភេទជីទី2 27 12 6ក៏ដូចគ្នាដែរគឺពុកម៉ែបងប្អូនទាំងអស់គ្នាក៏អាចរកទិញនៅតាមដេប៉ូចែកចាយជីថ្នាំកសិកម្មហើយលេខ29 12 9ក៏វាមិនខុសគ្នាដែរគឺពុកម៉ែបងប្អូនទាំងអស់គ្នាក៏អាចរកទិញបានផងដែរនៅតាមដេប៉ូចែកចាយជីថ្នាំកសិកម្មទាំងអស់ហ្នឹងហើយជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានតាំងពីដើមវីដេអូរហូតដល់ចុងវីដេអូហើយនៅវីដេអូបន្តទៀតផងដែរគឺខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីវគ្គ2តើ
វគ្គ2ហ្នឹងគឺនៅលើដំណាំស្រូវ OM2154 យើងគួរប្រើប្រាស់គួរតែបាចជីវគ្គ2ហ្នឹងនៅអាយុប្រមាណហើយប្រភេទជីបែបណាខ្លះដែលយើងគួរតែប្រើប្រាស់នៅក្នុងវគ្គ2